Và sụt đâyបងប្អូនអស់គ្នាបាទខ្ញុំមានវីដេអូនេះមួយបាទជាដំណើរកំសាន្តដើរលេងនៅចុងសប្តាហ៍អញ្ចឹងណាយើងទៅដើរលេងនៅទំនប់79បាទបងប្អូនប្រហែលជាស្គាល់ហើយបាទជារមណីយដ្ឋានថ្មីមួយដែលទៅតែបង្កើតណាយើងមានទីតាំងស្អាតមានផាសុខភាពល្អមានកន្លែងស្អាតទេសភាពស្អាតចឹងពេលដែលយើងទៅលេងទៅវាប្រកាសជាបង្កើតទៅជាភាពរីករាយធ្វើឲ្យអារម្មណ៍យើងសប្បាយកាត់ stress កាត់អីចឹងណាចឹងបងប្អូនមើលទៅក្នុងវីដេអូហ្នឹងទៅឃើញហើយបាទមានទូកជិះលេងមានទាទឹកជិះលេងយើងមានកញ្ចុះអណ្ដែតនៅលើទឹកបាទគឺស្អាតមែនទែនបងប្អូនបាទចឹងបងប្អូនបានមកលេងច្បាស់ជាពេញចិត្តហើយគឺវាស្រស់ស្អាតមែនទែនហើយមានបងប្អូនយើងដែលជាអ្នកលក់ដូរគាត់លក់ដូរនៅទីនោះច្រើនហើយពួកគាត់រុះរាយមែនតែនបាទហើយម្ហូបក៏ឆ្ងាញ់សេវាកម្មក៏ល្អទៀតបងប្អូនចង់ជិះទូកលេងឬក៏ចង់ជិះទៅចុះលើទឹកលេងក៏បានដែរបងប្អូនគឺទេសភាពគឺញាក់សាហាវទេម្ដងបងប្អូនបាទនេះគឺស្ថិតនៅស្រុកស្នួលបាទបងប្អូនប្រហែលជាស្គាល់ហើយអញ្ចឹងវីដេអូនេះគឺខ្ញុំបង្ហាញខ្លីៗទេហើយបងប្អូនអាចចូលទៅទស្សនានៅវីដេអូខ្លីៗដែលខ្ញុំបានថតទាំងអស់គ្នាបាទអរគុណសុខសប្បាយនិងសំណាងល្អទាំងអស់គ្នាបាយបាយរងចាំទស្សនាវីដេអូ full ទាំងអស់គ្នាបាទ